បងប្អូនណាខ្លះធ្លាប់មើលរឿងអាម៉ុកនៅចាំគាត់ដែរឬទេសំណាងហើយប្រូជាតិហៅអាម៉ុកមិនរងរបួសធ្ងន់ធ្ងរមើលទៅឡានគាត់ខូចខ្លាំងណាស់បើតាមសំណេររបស់គាត់បាននិយាយថាម្ចាស់ដែលធ្វើឲ្យរថយន្តរបស់គាត់ខូចមិនទាន់ចូលខ្លួនមកដោះស្រាយនោះទេបងប្អូនប្រហែលជាដឹងហើយថាបាទប្រូជាតិដែលជាអ្នកសម្ដែងរឿងអាម៉ុកដែលល្បីល្បាញបាទយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម Facebook និង YouTube បាទគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យឡានរបស់គាត់នឹងបាទគឺខ្ទេចខ្ទីតែម្ដងមកគ្មានកន្លែងណាល្អទេបាទគឺខ្ទេចតែម្ដងហើយអ្នកដែលបង្កឲ្យឡានរបស់គាត់ខូចហ្នឹងគឺជនបង្កបាទស្វឹងបើកបរទៅបុកឡានរបស់គាត់បណ្ដាលឲ្យឡានរបស់គាត់ហ្នឹងគឺខូចខាតយ៉ាងដំណំហើយបន្ទាប់មកហ្នឹងបាទជនសង្ស័យក៏បានរត់គេចខ្លួនបាត់សមោមិនព្រមចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នោះទេហើយពេលនេះប៉ូលីសកំពុងតែស្វែងរកជនសង្ស័យដើម្បីមកបាទចូលខ្លួនដោះស្រាយប៉ុន្តែបាទជនសង្ស័យរូបនេះនៅតែបាទរត់គេចខ្លួនមិនទាន់ចូលខ្លួនមកដោះស្រាយនោះទេបងប្អូនទាំងអស់នេះបាទអញ្ចឹងទេបងប្អូនដែលជា fan រឿងអាម៉ុកបាទសូមកុំភ្លេចជួយ share វីដេអូនេះដើម្បីតាមចាប់ខ្លួនជនសង្ស័យឲ្យប្រូជាតិបាទគាត់បានសំណងផងដោយសារតែសប្តាហ៍ថ្ងៃនេះបាទគាត់មិនមានលទ្ធភាពក្នុងការបាទធ្វើឡានវិញទេដោយសារតែឡានរបស់គាត់បាទគឺខូចយ៉ាងដំណំនិងធ្ងន់ធ្ងរខ្លាំងមែនទែនចាំបើសិនជាជនសង្ស័យបាទចេញលុយជួសជុលឡានរបស់គាត់បាទគាត់ប្រហែលជាមានលទ្ធភាពបាទក្នុងការជួសជុលឡានចឹងវិញណាបងប្អូនអរគុណបាទអញ្ចឹងទេពិតជាអាណិតប្រូជាតិហៅអាម៉ុកខ្លាំងមែនទែនបងប្អូនដែលចូលចិត្តមើលរឿងអាម៉ុកបាទសូមកុំភ្លេចបាទលក្ខណៈថាជួយ share ក៏ដូចជា comment លើកទឹកចិត្តប្រូជាតិផងបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបាទគាត់នឹងឆាប់រកបាទជនបង្កដែលបើកឡានស្វឹងទៅបុកឡានរបស់គាត់បាទចាំបងប្អូនកុំភ្លេចជួយ share និង comment ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា